យើងមកចែកម្លែកពីវិធីសាស្ត្រខ្លះៗទៅលើការដាំដំណាំលើទឹកឬហៅថាដំណាំហៃដ្រូប៉ូនិកជំហានដំបូងយើងត្រូវយកទឹកមកផ្សំជាមួយនឹងស្រកីដូងរួចហើយយើងត្រូវត្រសោះវាឲ្យស្មើគ្នាបន្ទាប់មកយើងយកគ្រាប់ពូជមកក្រូយលើស្រកីដូងដើម្បីធ្វើការបណ្ដុះយើងបាញ់ទឹកផ្សំវានិងយកទៅទុកនៅកន្លែងបិទជិតពួកយើងកាត់ប៉ង់ប្រហែល 1.5 សង់ទីម៉ែត្រដើម្បីដាក់កូនស្ពៃក្នុងថ្ងៃទី3កូនស្ពៃរបស់យើងធំអាចដាក់ដាំបានយើងយកឯប៉ុងដែលយើងបានកាត់ហើយទៅជ្រលក់ទឹកឲ្យសព្វហើយយកកូនស្ពៃមកញាត់វាបែបនេះត្រូវយកកូនស្ពៃមកទុកកន្លែងដែលមិនសូវមានកម្ដៅខ្លាំងស្ពៃត្រូវមានទឹកជាប់ជានិច្ចនិងទុករយៈពេល2សប្តាហ៍ដើម្បីឲ្យវាចេញសន្លឹក2សន្លឹក3ទើបអាចដាក់ដាំបានមុនការដាក់ដាំយើងត្រូវសម្អាតទម្រង់និងទុយយកឲ្យស្អាតជាមុនសិននេះគឺជាកូនស្ពៃដែលយើងដាក់ក្នុងឯប៉ុងរយៈពេល10ថ្ងៃហើយយើងយកវាមកដាក់ដាំនៅក្នុងស៊ីយ៉ូតោះយើងមកមើលសកម្មភាពការដាំសម្រាប់ GA និង GB គឺយើងប្រើក្នុងមួយសមាធិគឺយើងដាក់400 មីលីលីត្រយើងប្រើជា400 មីលីលីត្រដោយសារតែស្ពៃនៅទូចមិនទាន់ត្រូវការសារធាតុចិញ្ចឹមច្រើននេះគឺជាស្ពៃបន្ទាប់ពីរយៈពេល10ថ្ងៃបានយើងបន្ថែមជីលើកទី2នៅពេលដែលមើលទៅទឹកមានសភាពសដំណាំស្រូបសារធាតុចិញ្ចឹមអស់ត្រូវថែម GA និង GB 400 មីលីលីត្របន្តទៀតការបន្ថែមជីលើកទី3ដោយសារតែស្ពៃយើងរាងធំយើងត្រូវដាក់វាចំនួន500 មីលីលីត្រយើងអាចប្រមូលផលស្ពៃបាននៅចន្លោះពី20 ទៅ 25 ថ្ងៃយើងចាប់តាមប្រមូលផលស្ពៃនេះដល់ពេលយើង